បាទសូមគោរពជំរាបសួរបាទថ្ងៃនេះខ្ញុំបាទសម្បត្តិជនបានធ្វើដំណើរមកដល់ទឹកដីខេត្តបាត់ដំបងបាទមកលេងផ្ទះពូផលបាទផ្ទះពូផលដែលជាសាច់ញាតិរបស់បងស្រីរតនាបាទនៅខាងទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកបាទឥឡូវនេះបានមករកផ្ទះគាត់ឃើញហើយបាទហើយខាងនេះជាចេតិយសម្រាប់តម្កល់ធាតុអ្នកមានគុណបាទតម្កល់ធាតុឪពុកតម្កល់ធាតុអ្នកមានគុណនៅខាងមុខផ្ទះបាទហើយនេះនៅខាងនេះតិចទៀតឲ្យពូគាត់ជួយបង្ហាញបាទអមបាទយាយនេះនៅខាងនេះពូបាទបាទទៅហៅពូហៅមីងកើតចាស់ជាងនេះឥឡូវមិនទេនេះខ្ញុំហៅមិនក៏ហៅមិនក៏បានដែរបាទខ្ញុំបងរតនាបាទអ្នកមីងឥឡូវហៅសុំទោសហៅមីងចឹងមីងពូចឹងទៅថ្នាក់មកបាទឲ្យណាមួយឲ្យក្មេងណាមីងចាឲ្យក្មេងបងរតនានេះខ្ញុំមកជួបអ្នកមីងណាលោកពូអ្នកមកនេះមកណាពូនៅមកខាងនេះមកនេះមកមីងមកខាងនេះមកខាងនេះនិយាយប្អូនទៅលោកប្អូនហើយនៅមានអីផ្ញើក្តីនឹកលឹកទៅប្អូនផងព្រោះគាត់ក៏បានសូវដែរជួបដែរឃើញបាទចាឥឡូវនេះរៀបសួរណាពូឈ្មោះផលពូផលទៅបាទផលបាទមកចិត្តនេះហើយបងស្រីបងផារីលឺបងរតនាគាត់និយាយដែរត្រូវជាកូនពូមេងកូនពៅបាទហើយមិនពូសុកទុកអីមិនដែរពូបាទសុខសប្បាយធម្មតាទេណាបើយ៉ាប់ឈឺមួយថ្ងៃជឿជាហើយកុកខ្យល់រងថ្ងៃខ្ញុំមិនដើរទៅឡើងថ្ងៃខ្លះមួយថ្ងៃពីរដងក៏មានដែរបាទខ្ញុំសប្ថ្ងៃចូលពេទ្យយ៉ាងបើពេទ្យរត់គេលែងយកលុយផងគេយកទៅថ្លៃក្រែចូលញឹកពេកញឹកពេកឈប់សបោលុយមែនបងបានទៅញឹកបោលុយខ្ញុំឈឺដល់ឈឺបាទហើយរាល់ថ្ងៃពូឲ្យមីងនៅប្រហែលអ្នកមកផ្ទះនេះផ្ទះហ្នឹងចៅទៀត6នាក់3ក្មេង3អញ្ចឹងពូមីងហើយនឹងបងស្រីត្រូវជាកូនពៅមែនបងកូនពៅអញ្ចឹងនៅជាមួយម្ដាយឪពុកមើលថែហើយមានកូនចៅអីទៀតចឹងទៅនៅបងត្រូវជាកូនអូពូមានកូនទាំងអស់ប៉ុន្មាននាក់5នាក់ប្រុស4ស្រី1អូបងបាទនឹងត្រូវជាកូននេះដែរអូតែនៅបែកឆ្ងាយ3នាក់ទៀតណាចាអូបាទបងខ្ញុំចាំថាបងស្រីបងរតនាក៏ថាមានលោកយាយដែលម្ដាយរបស់ពូផលថានៅជាមួយនឹងពូដែរគាត់ខូចហើយតែឥឡូវគាត់ខូចបាត់ហើយគាត់អត់ដឹងគាត់ខូច4ឆ្នាំអត់ដឹងទេព្រោះឯងខ្ញុំអត់មានលេខ3អត់ទេ4ចូល3 4ឆ្នាំណាបាទអញ្ចឹងបងស្រីលោកយាយគាត់ខូចហើយបាទធាតគាត់នៅនេះណាអូនេះបាទនៅភូមិបាទគាត់ចែកឋានបាក់បែកចែកឋាននៅ3 4ឆ្នាំហើយអញ្ចឹងរាល់ថ្ងៃនៅពូហើយមេងហើយនឹងកូនស្រីបងផារីនេះកូនពៅនៅមើលថែម្ដាយឪពុកហើយនឹងកូនគាត់ណាប្រហែលអ្នកត្រូវជាចៅបាទហើយចិត្តដីដែលលើគាត់និយាយហ្នឹងនៅខាងនេះណាបងចាអាចយើងសុំទឹកគេបន្តិចជួយបង្ហាញតិចទៅផ្ញើឲ្យគាត់មើលផងព្រោះមិនដែលគាត់នៅឆ្ងាយពីដើមយ៉ាងមកហើយយូរចាំវាក្មួយហ្នឹងខាងលោកតាបាទលោកតាបាសក់វៀងម៉ែស្គាល់បាទនេះមានខាងនោះចេតដីមួយទៀតណាបាទខាងបងប្អូនតាបងប្អូនសាច់ញាតិបាទនិយាយទៅបងប្អូនគាត់បង្កើតតាបាទដល់ចឹងតាគាត់ធ្វើដាក់នៅចាជុំវាប្រេះដែរនោះចង់ជួបបាយចង់តិចមើលណាមានស្មាត់ភាពជួបវាប្រេះស្រុតព្រោះវាអស់ហើយហ្នឹងកណ្ដាវាយព្រោះថ្ងៃនេះមានបាក់បែកខូចខាតឯកន្លែងណាទៀតទេចិត្តដីម៉ងអីនេះបាទខូចភីខ្លួនឯងជាងខ្លួនឯងជួយនិយាយថាទៅមីងឥឡូវចង់ជួយចាំខ្ញុំនេះបងមកជួយបង្ហាញគាត់តិចមានបាក់បែកត្រូវមកខ្ញុំកាប់បាក់បែកត្រូវកាប់ត្រូវមើលកន្លែងណាអូប្រេះគ្រឹះក្រោមប្រេះច្រើនប្រេះខាងនេះហើយតួខាងនេះក៏ច្រើនហើយពីក្រោយគឺប្រេះទាំងអស់ហ្មងបងគឺប្រេះច្រើនប្រេះចាវាបែកមកពីហែកគ្រឹះក្រោមអត់សូវមាំណា
ស្រត់ដល់ស្រត់ទៅដូចរៀងហែក ប៉ុន្តែវារបត់ទៅបងនៅវា យូរឆ្នាំហើយ អូ20ឆ្នាំហ្នឹងណាយូរឆ្នាំហើយ ឆ្នាំហើយ ដែលធ្លាប់ជួសជុលខ្លះដែរពីមុន ជួសជុលដល់ដបូលឯការចាប់ធ្វើទាំងបាតក្រោមទាំងដបូលដល់លោដបូលដូរបានដបូលថ្មីឯង អូដបូលយើងជួសជុលមួយសាហើយតែសាច់ចេតិយនេះចូល20ឆ្នាំអត់ដែរជួសជុល ចា ទេ ចាលើកមុននៅដបូលហ្នឹងឈើហើយនិយាយទៅពុកអស់ហើយតែពេលកាលហ្នឹងមិញធ្លាប់បានជួយដែរគឺបដូរទៅដាក់តសនេះវិញ ដូរដាក់ដែកដាក់អីវិញបាន កាលហ្នឹងគាត់ជួយជីប្រាក់មកហ្នឹងបានដូរដាក់ដបូលដែរតែនៅចែកដីគឺនៅប្រេះយកបានតាន់ដូរព្រោះអត់ខ្វះហ៎ពូ បាទ ចា ហើយចេតិយហ្នឹងឧទាហរណ៍ថាប្រសិនបើត្រូវជួសជុលយើងជួសជុលជារបៀបម៉េចទៅពីម៉េចពី ខ្ញុំថាអត់ចង់ជួសជុលខ្ញុំចង់នេះសរេ តែបើយើងវាយឆ្នាំថ្មីហើយយើងចាក់គ្រឹះនេះឡើងថាជាមកទឹកវិញឲ្យវាលុបឲ្យបាត់ប្រេះទាំងអស់នេះវិញហើយវាយក្រោពីលើ លើស្នាម ទៅបាទទៅរួចទេ បាទ យើងគ្រាន់តែដូចថាបំបត្តិផ្នែកគេបានបើយើងធ្វើយកជាប់ខ្លួនយើងវាអត់បាន បាទយើងធ្វើសាបក្រមឡើងវិញដាក់ការ៉ូថ្មីឲ្យវាលុបអាប្រេះអាស្រត់ហ្នឹង ចា ហើយយើងលាបថ្នាំជួសជុលថ្នាំអីចេះបានគាត់ថាអាសាច់ ដល់ប្រេះ សាច់ប្រេះហ្នឹងយើងបានបិទភ្នែកពីខាងក្រៅផ្លែតដល់យូរទៅវានៅតែដែរ នៅ វា តែ ជា ពុ ប់ កមកចាអត់ប្រាប់ទេ ហ្នឹងក៏ឃើញឥឡូវស្រត់ទៅបងយូរឆ្នាំបងស្រីនេះយូរ ស្រត់ យើង ស្រត់ ចូល តែមែនទេណា 20ឆ្នាំហើយ តែ តាំង ស្រត់ធម្មតាឡើងប្រហោងជ្រៅ 2006ឥឡូវ2026 20គុតបាទស្រត់ហើយខាងនេះ នេះ ខាង ខា នេះ ងតានេះខាងតា ខាងតាក៏ស្រត់តាស្រត់ក្រមដែរណា តែខាងតាអត់សូវនេះមកនេះព្រោះយើងបិទកាលហ្នឹងខាង បាទ ខាងនេះអត់សូវអីគាត់ថាយើងបែកស្រត់ខាងពីមុខបន្តិចវិញ បាទ នេះដីចាក់ថ្មីមែនស្រុកចាក់យូរហើយ25ទៅ30អីដែរបាត់ធ្វើហ្នឹងមែនអីទៅណាទេ ប៉ុន្តែនៅតែនេះហើយ វា បាទ ស្រត់មក ប្រហែលជាមានឈើនៅពីក្រោម ពូននេះភូមិអី ភូមិស្វាយធំ ពុំស្បាយធំ ភូមិស្វាយធំឃុំ ភូមិអូដបងពីរ ឃុំអូ2ស្រុក សង្កា ស្រុកសង្កែ ខេត្តបាត់ ខេត្តបាត់ដំបងបាទនៅជាប់នឹងវត្ត ស្វាយធំ ស្វាយធំ ចាហៅវត្តអំពវ័នហ្នឹងឯងតែគេហៅក្រៅហៅវត្តស្វាយធំ បាទជាប់វត្តក្រោយវត្តអំពវ័នហើយវត្តស្វាយធំនេះខាងកន្លែងចេតិយចុះផ្ទះពូហើយមេងខាងនោះ ចាខាងនោះ នៅជុំនេះ ចា ផ្ទះចាស់ហើយផ្ទះថ្មីពូ អេ ចង់និយាយថាផ្ទះចាស់ពីបុរាណនេះក៏ផ្ទះធ្វើថ្មីតែនិយាយលឿនពេក ធ្វើថ្មីតើ ទៅធ្វើតែមួយឆ្នាំនេះខ្ញុំលក់អានោះទៅសល់ប្រាក់តិចតួចជាមួយជំងឺទៅសល់ពួកខ្ញុំសំធ្វើអានេះឲ្យមានតែហើយណា នៅទាំងអស់ ធ្វើ ឥឡូវជ្រុលមកដល់នេះហើយទៅបង្ហាញ បាញ់ មួយ ផ្ទះ តិចទៅបានឲ្យទៅប្អូននៅនោះបានឃើញផង ច្រើនណាស់ខ្វះខាតច្រើនអាចារ្យដីក៏ស្រុតអាផ្ទះក៏មិនទាន់ហើយ គាត់តែបង្ហាញតាបង្ហាញឲ្យឃើញ មកពុកមក បាទ មកពុកដើរឲ្យថតឲ្យមាន ចង់ដឹងពីថាបាទដោយថាចង់ដឹងពីសុកតុកពីជីវភាពសុកតុកបានមកដល់ហើយខ្មែរយើងមិនយើងជួបគ្នាសួរសុកតុកគ្នាណាមីង ចា បាទនឹងយើងជួបគ្នាសួរសុកតុកគ្នាមកហើយអ្នកអើយសុខសប្បាយអត់ឈឺស្កាត់អសនអន់ក្របានស្រូវប្រមាណកប្រមាណអីចឹង ទិញទៅគេហូបស្រុត បាទបាទតាមមកពូមកខាងក្រោយទៅចង់មើលសុំមើលក្លុកកន្លែង អរឲ្យបងថតមុខនេះទៅចាំទៅជារៀងក្រោយ បាទ ចា នេះផ្ទះពុផលបងរតនាបង អត់ នេះផ្ទះ ហើយទេមិញ បាទ នៅច្រើន បាទ រាប់ចាំងតែក្រោយវិញហ្នឹងម៉ែទៀតបាន แล้วทำนั้นก็บ้านได้สิเฮียนก็บ้าน អត់ នេះតែធ្វើបានប៉ុន្មានរយៈពេលប៉ុន្មានហ្នឹង នេះបានមួយឆ្នាំហើយម៉ែ មួយឆ្នាំហ្នឹងណាបាទអត់អីទេមកខាងបាទ អត់តាន់ហើយខ្វះខាតនៅអត់តាន់បោកសឺអានេះក៏ក្រាក៏ស៊ូប្រើសិន អានេះអូអានេះអត់ទាន់ក្រាលបាតក៏ដោទេសុំទោសក្រាលយើងដាក់អាកស៊ូ ចា បាទ ចា បាទ អួយអីអត់តាន់ដាក់ទាំងអស់បងនៅទាំងអស់ អត់តាន់ ចានៅនៅច្រើនណា យើងនៅបាទ ចាមកមកនេះដើមនេះ បាទអត់តាន់បោកបៀកអីហើយ ចា ទេ ចា ណាក៏ នៅ រៀ ទាំងអស់ បទុក
ជាគម្រោងចោល បាទ នៅ ចាឥឡូវនេះឈប់ធ្វើតហើយពូ มันមានស្មាត់ទៀតអស់ហើយណា អស់ ឲ្យចា បាទ ឈើតាឈើហើយ បាទចៃ ចាចា បាទខាងនេះតែបាយ ខាងនេះផ្ទះបាយ បាទផ្ទះបាយនៅខាងនេះអត់មានរោមានជាងអីបិទចិត្តអីទេបាទប៉ុណ្ណឹងតាមប៉ុណ្ណឹងដៃសល់កតុយខាងក្រោយនេះដល់ណាបងនេះ ចាចា ប ប ោះ ក ហាត់នោះត្រឹមសេជី ត្រឹម5 អូ សេ នោះខេវនោះជិះត្រង់សេ ចាចា បាទ ចៅយំលឿនក៏ទម្លាក់ដឹងអាទី3ហ្នឹងយំខ្ញុំដែរសង្គ្រាមបើខ្ញុំតាមណាខ្ញុំថាចាំទៅមើលទេកិច្ចតាមពីងតាមអីទៅមើលវាហោះហើយ ឥឡូវមើលពូឈរឡើងនេះតិចក្មួយសូមបន្តិចសុំសម្ភាសពូថ្ងៃនេះមកដល់នេះបងស្រីបាទឥឡូវនេះខ្ញុំបានមកជួបពូផលចង់ដឹងពីដូចថាយើងសុកទុកគាត់ផងហើយណាមួយចង់បានคลิปវីដេអូហ្នឹងផ្ញើទៅបងឥឡូវបានមកឃើញដល់ការពិតឃើញផ្ទាល់យើងហៅថាដូចឃើញផ្ទាល់ពពួកខ្ញុំតំណាងមកផ្ទាល់ហើយក៏និយាយតែមាត់ទៅក៏ពិបាកឥឡូវសុំផ្ដិតយកដូចថារូបភាពអីផ្សេងដើម្បីបង្ហាញទៅដល់បងនៅទីឆ្ងាយនោះទៀតពួកគាត់ក៏ខានមកដល់ទីនេះយូរហើយយើងដឹងបានឆ្នាំនេះយូរហើយអញ្ចឹងចង់ដឹងពីសុកទុកយើងដឹងថាគាត់ថាឈើច្រើនឥឡូវនិយាយត្រង់ហ្មងចង់ដឹងពីជីវភាពបាទជីវភាពហ្នឹងគឺនិយាយពីសេដ្ឋកិច្ចលុយកាក់មុខរបរអីរអីធ្វើអីពូអីរាល់ថ្ងៃចង់ដឹងអញ្ចឹងណា បាទ មានលុយប៉ុន្មានក្នុងកង់មិនបាច់ប្រាប់ក្មួយត្រង់ក៏បានដែរគាត់ថាចង់ដឹងថាសុខទុក្ខជីវភាព នឹងកង់របៀបម៉េចផងមានលុយកាក់អីកង់មានអីក្រាន់តាមរស់ពេលដែលអង្ករទៅកូនទិញមកឲ្យទិញទួចទៅថ្ងៃនេះមើលទិញមក2ថ្ងៃមុនមកករងទៅ ចាឲ្យតែអាការទេបងនៅពីនិយាយតាអញ្ចឹងទៅ ការជឿច្រត់ចំណាយយ៉ាប់ការជឿច្រត់បើទៅ រាល់ថ្ងៃហ្នឹងពូឲ្យមីងអត់ទៅធ្វើអីរអីកើតទៅណាយើងវ័យនេះផងហើយក៏សុខភាពយើងផង បាទបើខ្ញុំកុំឈឺអាយុកាលប៉ុណ្ណឹងទៅ60ជាងប៉ុណ្ណឹងអាចធ្វើអានេះនោះបានដែរណាយើងមានទម្រាំទៅតែដល់ពេលយើងឈឺមានរោគជាងទៅធ្វើឡើងកើតបណ្ដោយ បាទឈឺជាមិនពូប្រចាំ អូខ្ញុំខូចទៅពេទ្យវាសងមើលខូចកាពះផងខូចពោះវៀន គាត់ទៅតងបញ្ហាពោះវៀនកាពះចាយើងរ៉ាំរ៉ៃវារ៉ាំរ៉ៃនៅ ឆ្នាំជាតិពុលវាច្រើនណាចូលពេទ្យគេថាយើងរ៉ាំរ៉ៃយើង បាទ ចា ហើយចុះមីងសុខភាពអីមីង យាយនេះខ្សោយហ្មង ឈឺខ្សោយតែប៉ុណ្ណឹងរោគវាចាស់ ឥឡូវដល់យាយក៏ឈឺតាក៏ឈឺយាយមើលតាមើលយាយឥឡូវ ម្ដងម្នាក់ ដងនេះយាយឈឺតាមើលតាឈឺយាយមើលវិញបាទ ចំណាយយ៉ាប់ខ្លាំងចេះទៀតរោគឈឺទាំងអស់គ្នាយកទៅពេទ្យមួយចូលពេទ្យមួយទៅវាឃ្លាតពីផ្ទះគ្រាន់ បាទហើយដល់ពេលអត់បានរកអីធ្វើអីចឹងរបរជីវភាពប្រចាំថ្ងៃបាយទឹកម្ហូបបាយអីហ្នឹងបានខាងណាកូនជួយ ចា បងផារី ខ្ញុំផងទៅឲ្យជុំកាបងខាងមុខមិញបងប្រុសមិញ ប ចា ងផងហើយកូននៅឆ្ងាយដែលមកអត់មកឈ្ងោកអីអត់ បើឈឺខ្លាំងគ្នាមកដែរណា ចាពេលឈឺមក ឈឺ ចឹ យ៉ា ង ប់ខ្ ទៅ លាំងគ្នាមក តែបើថាប្រចាំថ្ងៃមានតែខ្ញុំបងមិញទេ នៅគេនៅចិត្តហ្នឹងទេបាទហើយគ្រប់គ្រាន់អីដែរពូនៅមានពិបាកអីមើលចង់និយាយថាបើកម្រិតពីសានភាពរាល់ថ្ងៃហ្នឹងគ្រប់លំមអាចទៅមុខរួចដោយរលូនឬក៏ថាតឹងខ្លាំង តាំងណា សួរត្រង់មកអត់ជឿ តាំង តឹង យើងចាស់យើងមិនរកអីណាមួយយើងស្រែកសុំតកូនពេកក៏វាមិនកើត បាទ ហើយដូចខ្ញុំនិយាយត្រង់ខ្ញុំក៏ថាខ្ញុំទាំងគាត់កំពុងដែរហើយខ្ញុំក៏មានកូនខ្ញុំដែរអញ្ចឹងគឺទាំងអស់ យោង ចា មានមកខាងកូន ចា រៀនសូត្រអីផង ចា បងស្រីមានកូនម៉ានអ្នកបង កូនខ្ញុំ3នាក់ 3រៀនពី រៀនទាំងអស់គ្នាណា រៀន2នៅមួយ មួយនៅតូចណាអាយុប៉ុន្មានឆ្នាំមកហើយបង បងគេអាយុជិត10ហើយ 10ហើយ 10អមណាតកូនខ្ញុំដែរកូនខ្ញុំបងគេ 17 10ខែ4នេះហ่ะ បាទ ចាខ្ញុំខែ1 17 3ចូលរៀនបាន ចូលបាន បាទ នោះយ៉ាប់ដែរហ្នឹងបើមិនដឹងយើងពូលទៅណាបើណយដាច់បាយវាមិនដាច់ទេយើងហូបតិចតិចក៏មកករងមួយខែ 2មិនដាច់បាយទេគាត់ថាយើងទុកបានតែបើឲ្យមានសេះសល់គឺអត់បានទេចា គាត់ថាយើងដាច់ប្រាក់បំរុងពេលត្រូវការអសន្នអន់ក្រយុបលុបអីបន្ទាន់យើងវាអត់មានទុនអីច្រើនត្រៀម ទេចាបានថាបានតែមកគ្រប់សម្រាប់យើងមហូបអាហារឲ្យកូនរៀនប៉ុណ្ណឹង
យើងនោះចាស់ តែបើមានបញ្ហាអីចូលពេទ្យអីយើងអត់មានជីដុំអីទេ បាទអញ្ចឹងថ្ងៃនេះក៏បានចង់ឲ្យបានមកឃើញមកស្គាល់ព្រោះខ្ញុំលើកទី1ដែរបានមកដល់ លើក នេះ ទី1នៅចង់នៅស្រុកនោះខ្លាចអត់ឃើញដើរត្រង់សេដល់ទៅមើលផងទៅ តាចាំមកបាទមានអីពាក់ហ្នឹង អត់មាន បាទមានអត់ពាក់ស្បែកជើង តែស្វិតជើង ហើយទៅមើលផ្លែទៅឲ្យបានស្គាល់ នេះបងសបអានេះខ្ញុំពេញមកក៏បាយប្រឡាក់ផឹកអត់ទេផឹកពីមុខអូនវាហើយគាត់សោ បាទទៅមើលដៅត្រង់សេអ្នកបាត់ដំបងអ្នកស្រុកសង្កែអូ គាត់នេះហ៎បងគាត់ចាស់ហើយគាត់ជារីចាដែលបានទៅឆ្ងាយតែគាត់ឡែងនេះគាត់ខ្សោយឡែងវើ អូនេះហើយពីណាអ្នកជួយជីកឲ្យត្រង់សេ បងមិញ អូ បងមិញគាត់មកជួយជីកឲ្យផង នេះអូដៅត្រង់សេបាទ គេយកមកគេចាក់ទៅកង់លើទៀតម្នាក់បាទ ខ្ញុំថាអូ ល្ងឹតហ្នឹងក៏ត្រៀមយើងត្រៀមបាទ ព្រួយមកបហាអង្ការមកផ្ទុំមិញមកដល់ហ្នឹងតើបងតែគាត់ថាអត់តម្លាក់យើង បាទ កុំម្ដាយខាងខ្ញុំខាងនោះ អូខាងនោះណាយាយបាទ ខាងតាខាងចា ខ្ញុំរតនា បាទ សុខនៅម្ដាយនៅនឹង បាទ ខ្ញុំចាស់យូរហើយ ចាដឹងធ្វើមកចាតស៊ូ ភាព បាទ ដំណើរទៅ បាទហើយខ្ញុំមកនេះក៏មកចង់មកលេងសួរសុខទុក្ខផងហើយបងស្រីគាត់ផ្ញើប្រាក់ជូនដោយថាទុកចូលឆ្នាំអញ្ចឹងទៅព្រោះគីឡូខែ3ខែ4ខ្ញុំឡើងទៅនៅផុតទៅអត់មានណាបានមកដល់នេះទៀតបាទអញ្ចឹងបំរុងស្គួរអីហើយសួរសុខទុក្ខគាត់ក៏អត់ដឹងថាយាយគាត់ខូចយាយខូចអញ្ចឹងអត់បានដឹងឥឡូវនេះបានដឹងហើយដឹងនៅពូផលហើយនឹងមេងដែលជាគ្រួសារពូផលហើយនឹងបងប៉ារីដែលជាកូនហើយនឹងមានកូនប្រុសម្ នាក់ទៀត នៅចិត្តហ្នឹងហើយក្រៅហ្នឹងនៅឆ្ងាយប្រហែលអ្នកទៀត នៅឆ្ងាយ3នាក់បង បាទនៅចិត្តនៅ បាន2នាក់ បាន2 និយាយទៅពេលមានបញ្ហាបាន2នាក់បងប្អូននៅចិត្តគ្នាហ្នឹងឯងបង បាទ គេអ្នកឆ្ងាយគេមកអត់តាន់ទេពេលឈឺស្កាត់យកប្រឡប់អីតែ2នាក់បងប្អូន បាទ អូននេះយកអូនទៅពេទ្យនៅខ្ញុំនៅចាំផ្ទះចឹងទៅវាខ្លាំង បាទ ឲ្យប្រពន្ធណាកូនប្រុសមិញហ្នឹងទៅដោទៅនេះឡប់វិញ បាទ ដូរគ្នាចា មួយខ្ញុំហ្នឹង បានអីចូលពេទ្យមិនសូវអស់លុយបងបើនេះសុំស្នើភូមិឃុំសុំធ្វើបានសំទានចា បាទ ចឹងសប្ងៃយកអត់មានលុយចូលឯកជនទេយើងសុខចិត្តចូលរដ្ឋចាតែយើងចូលរដ្ឋស្រុកយើងពិបាកដែរបងព្រោះអីខ្លា យើ ង ងចាយវាយខ្លួនយើងខ្លះណាទុកបីអត់អស់លុយថ្លៃឆ្នាំមែនតែឥឡូវនេះបងរតនាហើយនឹងបងរំក្រុមគ្រួសារគាត់បងស្រីរតនាប៉ុន្តែតកូលខាងដើមគាត់វៀងរតនាបានប្រផលស្គាល់ ចា បាទយាយអីក៏ស្គាល់ហើយបងរំក្រុមគ្រួសារគាត់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកបាទគាត់ផ្ដាំថាឲ្យខ្ញុំជូនប្រាក់ពូផល$100ទុកធ្វើកាដូទុកជូនដោយថាបច្ច័យចូលឆ្នាំខ្មែរបនចូលឆ្នាំហើយជូនណាមិញចិត្តតាយាយចិត្តតាបាទជូនឲ្យស្មើគ្នាយាយហេតាតាមពិតគ្រួសារតែមួយទេក៏បានផ្ទាល់ដៃយាយ100តាម100អញ្ចឹងទៅទុកបាទហើយបងមកខាងនេះមួយទៀតមកហើយឲ្យជូនកូនស្រីឲ្យជូនកូនស្រីដែលនៅមើលថែម្ដាយឪពុកនៅជាមួយក្នុងបន្ទុកហ្នឹង100ដែរបងប៉ារីពីមុនគាត់ផ្ដាំគាត់អត់ដឹង ឲ្យក្មួយទៅ បាទហើយគាត់អត់ដឹងថាពូផលមានកូនប្រុសប្រមាណអ្នកទៀតទេគាត់គិតថាបើមិនប្រហែលជា2ហ្នឹងតាមគាត់គិតឥឡូវអត់2ទេបង4 កូនប្រុស4ស្រី1អស់ បាទ 5 ដកមួយនៅចេញ4អញ្ចឹងខ្ញុំថែមកូនប្រុសហ្នឹងទាំងចិត្តទាំងឆ្ងាយអី4នេះ50ស្មើទៅណា200ណាម្នាក់50ទៅ4នាក់ហ្នឹង200ទៅយើងនៅចិត្តនៅឆ្ងាយតែគាត់បានទាំងអស់គ្នាជាចំណែកសាច់ឈាមទាំងអស់គ្នាហើយណាមួយស្រេចលើពូអ្នកចាត់ចែងទៅបកគលទុកដាក់ហើយផ្ញើឲ្យបងនោះ50ផងបងមិញដែលនៅចិត្តគាត់នៅខាងមុខបាទអញ្ចឹងបងដោយសារលោកយាយគាត់ចែកឋានទៅហើយចំនួនកូនប្រុសរបស់ពូផលអត់មែន2ទេគឺ4បូកនឹងកូនស្រីម្នាក់ទៀតគឺ5បាទអញ្ចឹង4នាក់កូនប្រុសហ្នឹងគឺជូនគាត់50
បាទចឹងស្មើនឹង200ពូ100មីង100បងស្រីហារី100អញ្ចឹង500សរុបអញ្ចឹងផ្ញើទុកនៅនឹងបាទហើយពូមានពាក្យអីមកពាក្យអីនិយាយទៅកាន់ប្អូនតិចបាទឲ្យពរឲ្យជ័យប្អូនក្តីឬក៏សុខសុខទៅ ខ្លែងណោះអរគុណប្អូនទាំងពីរក្រុមគ្រួសារទាំងអស់ឲ្យក្មួយៗអីទាំងអស់បានសេចក្តីសុខសេចក្តីចម្រើនអាយុវែងណាបងណាអរគុណច្រើនហើយបងដែលយកលុយពើមនៅមកដូចឃើញក្នុងកាមេរ៉ាស្រេចហើយវាផ្ញើមកប៉ុណ្ណាគឺដល់ប៉ុណ្្នឹងហើយគឺមិនមានថាខ្វះកន្លះអីទេ500ហ្នឹងគឺ500ហើយបែងចែកតាមហ្នឹងស្ដេចដែលមានឈ្មោះតាមហ្នឹងតាមកូនម្នាក់50ទៅច្រើនទៅមានពៅនៅជាមួយទេ100ហើយក្រៅពីហ្នឹង4ទៀត50ហ្នឹងហើយសូមបានសេចក្តីសុខសេចក្តីចម្រើនអាយុវែងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈហើយនឹងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានបើប្អូនទាំងពីរហើយនឹងក្មួយព្រមទាំងក្រុមគ្រួសារយើងនោះទាំងអស់សូមឲ្យបានសេចក្តីសុខសេចក្តីចម្រើនសូមទេវតាឆ្នាំថ្មីជួយទ្រទ្រង់ឲ្យបានអាយុវែងទាំងអស់គ្នានឹងដើម្បីទៅមុខយើងនឹងបើថាស្រួលបួលសុខភាពល្អយើងនឹងបានជួបគ្នាតទៅទៀតប៉ុណ្្នឹងណាសូមជម្រាបលា បងស្រីតិចមើលឲ្យទៅដែរវិញមក ចង់សុំថា ក៏អរគុណណាមិញផ្ញើលុយឲ្យក្មួយក ុំទៅសុំគ្នាពេកនេះមានក៏គូតែ អត់ដឹងនិយាយអីទៀតទេមិញ ហើយចឹងនៅមកអញ្ចឹងចង់សុំ តែចេះដេជួសជុលមិនហ្នឹងឃើញតារាងរូបភាពស្រាប់ហើយបើចង់ជួសជុលតើឲ្យកំណត់ពីនឹងមកខ្ញុំគ្រាន់តែអ្នករាប់ធ្វើទេបើមានជំនួយខ្ញុំអាចជួយរកជាងអីដាក់ឲ្យធ្វើបានហើយបើថាឲ្យខ្ញុំមានកំណត់ធ្វើខ្ញុំអត់ទេខ្ញុំរត់ព្រមទេ ព្រោះអី ដូចឃើញស្រាប់ហើយ បាទស្ដាប់បានយ៉ាង កាល ណា ណាខ្ញុំមានខ្ញុំមិនខេតខាប៉ុណ្្នឹងទេ កូន ចាបើមានគឺធ្វើឲ្យព្រោះតែពេល ចង់ធ្វើបន់ឲ្យលពុកម្ដង អូ ចាចង់ធ្វើ ជួលទៅចាំមើលគម្រោងខាងនោះ ចា ទៅណា ចង់ធ្វើបន់ យើងគម្រោងគ្រូគាត់ម្ដង ធ្វើគ្រូខ្ញុំយកមកដាក់ឲ្យបានធ្វើគ្រូឲ្យពុកទេ បានតែបាំងស្គូល យើងបានតែបានស្គរខែបនខែទៀ ហើយ ន ចង់ធ្វើបន់របៀបម៉េច មុនលោកឆានតែកណានប្រទៀនចឹង ធ្វើកណានទានសុតមុនសម្ដែងធម៌ពីល្ងាចហើយព្រលឹមឡើងវេផាត់វេអីបានស្គល តាមតាម ទៅ តាម តាម យើង តែខាងនេះខ្វះខាតចឹងទៅធ្វើអត់បានទេបានតែបាំងស្គរមកពេលចា បាទ ខ្ញុំបានស្គាល់ទៅហើយចូលឆ្នាំបានស្គាល់ អានឹងបើធូរអាចធ្វើបានមិនបខំទេ បាទ ថាប្អូនអាច សព ជួយ ផុតហើយបើតាមមិនធូរទេទៅតាមដំណើរទៅ អូ តាម គាត់លើកជាយោបល់ជាយោបល់ថា មិន បើ បខំឲ្យមីងតម្រូវអញ្ចឹងទេព្រោះអីខ្លាចមីងពិបាកដែរតែគាត់ថាបើសិនជាអាចចឹងទៅក៏ធ្វើចឹងទៅណា បាទ ចាព្រោះយើងខានយូរដែរធ្វើបនបែបហ្នឹងចឹងណាព្រាមគាត់តែបាំងស្គររបៀបសុទ្ធ តែ តែ បានធ្វើផង តែបានធ្វើ តែ ចឹង វាចោះហើយ បាទ នឹងអាចទេណា បាទក៏ជូនយោបល់ទៅឲ្យបងឲ្យចាំពិភាក្សាគ្នាតាមក្រោយទៀតបើសិនក្រុងគិតថាចង់ធ្វើបន់ធ្វើអីលក្ខណៈបែបហ្នឹងបែបជាគាត់ត្រូវគិតរឿងជួសជុលសិនគិតពីនេះបាទអាហ្នឹងចាំមើលតង់អីអត់ទាន់ហ៊ានយោបល់ថាម៉េចទេខ្ញុំគាត់តែមកផ្ដិតយករូបភាពឲ្យឃើញជាក់ស្ដែងឲ្យគាត់បានឃើញហើយបងស្រីមកសុំយោបល់បន្តិចទៅម្ដាយមីងមុននឹងបញ្ចប់វីដេអូ អរគុណមីង អរគុណមីង ខ្ញុំអរគុណមិញហ៎មិញ បាទមានអីជំនួសពូឲ្យមីងដែលជាម្ដាយពុកអីអញនិយាយបានចុះអត់អីទេមានអីនិយាយគាត់បាទ បានមាននៅមើលនៅថៃខ្ញុំនឹងឯងបានកូននឹងឯងគ្នាឆ្ងាយគ្នាបណ្ដាគេ បាទ ឲ្យបានខ្លះ4-50000គ្នាអត់ បាទ ខ្លះ4-100000ឯដែរចឹងទៅណា បាទ យូរឲ្យម្ដងមក បាទចឹងអត់អីចឹងឲ្យបានដឹងធំប៉ុណ្ណឹងសិនណាបងប្រុសបងស្រីបានមកឃើញផ្ទាល់ហើយយ៉ាងណានោះចាំយើងមើលវីដេអូក្រោយទៀតទៅមានយោបល់ថាម៉េចចាំឆ្លងយោបល់គ្នាណាមួយខ្ញុំមកស្គាល់ Facebook បងស្រីបងភារីកូនពុផលស្រាប់ហើយបើមានអីត្រូវឆ្លងឆ្លើយការងារអីខ្ញុំអ្នកនៅស្រុកខ្មែរដូចគ្នាខុសគ្នាតែខែទៅខ្ញុំនៅរំពេញអត់បាត់ដំបងមិនប៉ុន្មានទេ3ម៉ោងជាងជិះដល់គ្នាវិញហើយចឹងក៏ជូនយោបល់ទៅបងជូនជារូបភាពខ្លឹមសារដើមទាំងស្រុងទៅបងជាពិសេសបងស្រីរតនានិងបងប្រុសព្រមបាទបានឃើញឲ្យជូនពរបងទាំងអស់គ្នាសុខសប្បាយសុខភាពល្អហើយទាំងពូទាំងមីងទាំងបងណាសុខសប្បាយទាំងអស់គ្នាបាទអរគុណច្រើនបាទ រៀបលី បាទជម្រាបលាបាទ